Bàជំរាបសួរពុកម៉ែបងប្អូនឥឡូវយើងតវីដេអូយើងវិញអឺបន្តទៀតវីដេអូមុនមិញកន្លះម៉ោងហ្នឹងបងប្អូនដោយសារវាក្តៅទូរស័ព្ទពេកបាទឥឡូវនេះមិនទាន់ទៅណាឆ្ងាយទេបាទគឺនៅក្នុងបរិវេណនៃប្រាសាទបាគងនឹងឯងបាទហ្នឹងហើយអញ្ចឹងបងប្អូនមិនបាច់សូវស្ដាប់អ្វីដែលខ្ញុំនិយាយក៏បានដែរបាទអាចទេសនាជារូបភាពវីដេអូបាទពីព្រោះបងប្អូនខ្លះអត់ដែលបានទាន់មកលេងបាទបងប្អូនខ្លះមកលេងម្ដងពីរដងហើយចង់មកលេងទៀតបាទអញ្ចឹងនេះឥឡូវនេះខ្ញុំកំពុងតែនៅជ្រុងខាងជើងបាទជ្រុងខាងជើងអញ្ចឹងកំពុងតែរៀបចំធ្វើការដើរឡើងទៅឯលើកំពូលនេះគឺជារូបចម្លាក់រូបចម្លាក់គោបាទជាយានជំនិះរបស់ព្រះសិវៈហ្នឹងបងបាទគោនន្តិហ្នឹងហើយមិនមែនជាព្រះគោទេណាបងប្អូនមិនមែនព្រះគោនៅក្នុងរឿងព្រះគោព្រះកែវទេអញ្ចឹងបងប្អូនត្រូវបែងចែកឲ្យដាច់នេះគឺជាគោនន្តិជាយានជំនិះរបស់ព្រះឥសូរបាទអញ្ចឹងដោយសារតែប្រាសាទបាគងនេះគឺជាប្រាសាទដែលសាងសង់ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈឬក៏ព្រះឥសូរណាបាទអញ្ចឹងទៅមានរូបយានជំនិះរបស់ព្រះឥសូរបាទតោះអញ្ចឹងយើងធ្វើការដើរឡើងពីជ្រុងខាងជើងនេះទៅទាំងអស់គ្នាបងប្អូនបាទគ្រាន់តែមកដល់កន្លែងនេះភ្លាមបងប្អូនឃើញក្បាច់តបកឈូកកន្លែងជន់ឡើងហ្នឹងបាទមើលទៅគឺល្អឥតខ្ចោះខ្លាំងណាស់មិនត្រឹមតែនៅលើចម្លាក់ផ្កាភ្ញីតាមជញ្ជាំងទេបងប្អូនសំបីតែកន្លែងដើរជន់ឡើងហ្នឹងក៏មានភាពប្រណិតឥតខ្ចោះដែរបាទហ្នឹងហើយអញ្ចឹងស្នាដៃរបស់ដូនតាយើងគេថាធ្វើអីមួយគឺពិតប្រាកដបាទជាក់លាក់ច្បាស់លាស់បាទមិនមែនធ្វើឲ្យទៅរួចពីដៃទេនេះបងប្អូនអញ្ចឹងយើងធ្វើការដើរឡើងទៅទាំងអស់គ្នាប្រាសាទបាគងគឺមាន5ថ្នាក់ហ្នឹងបងប្អូន5ថ្នាក់ឬក៏5ជាន់អញ្ចឹងមួយជាន់គឺខ្ពស់គួរសមដែរជាន់ទី1ខ្ពស់ជាងជាន់បន្ទាប់មកទៀតបាទអញ្ចឹងនៅមួយជាន់នោះគឺមានចម្លាក់សត្វដូចជាសត្វតោសត្វដំរីអីជាដើមណាបាទដូចជានៅជាន់នេះអញ្ចឹងបាទឥឡូវនេះឡើងដល់ជាន់ទី2ហើយបាទយើងផុតពីជាន់ផ្ទាល់ដីមកឡើងដល់ជាន់នេះជាន់ទី1បាទអញ្ចឹងយើងឃើញមានសត្វតោចម្លាក់តោបងប្អូនបងប្អូនឃើញទេនេះគឺស្អាតខ្លាំងបាទយើងមើលទៅគឺរចនាបថហ្នឹងគឺបើប្រៀបធៀបនឹងតោនៅក្នុងវីដេអូមុននៅច្រកខាងមុខឯណោះមានការមានមៀតទូជាងបាទទូជាងហើយមានការបាក់បែកច្រើនប៉ុន្តែនៅលើនេះបាទតោគឺមានការសល់ច្រើនបាទហ្នឹងហើយច្រើន90%បាទ90%ជាងអញ្ចឹងយើងមើលទៅបាទឃើញថាមានភាពស្រស់ស្អាតមែនទែនបងប្អូននេះរចនាបថតោមានសក់រួញបាទបន្សល់ឆ្លងរចនាបថមកពីប្រាសាទសម្បូរព្រៃគុកបងប្អូនបាទបងប្អូនធ្លាប់ទៅនោះហើយប្រហែលជាដឹងបាទបងប្អូនធ្លាប់ទៅលេងសម្បូរព្រៃគុកសក់រួញហើយមានកតុយបាសឡើងលើចឹងបើតែនៅខាងនេះក៏មានចម្លាក់ដែរប៉ុន្តែរលុបមានការរលុបច្រើនបងប្អូនបាទរលុបនៅតែផ្នែកខ្លះទេដោយសារថ្មអាយុកាលនៃថ្មក៏មានការសឹករិចរិលដែរបាទពេលដែលយើងឡើងមកដល់ហ្នឹងគឺមានកន្លែងទំនាប់ចដើបាទទំនាប់ជើងឈាមជើងឡើងលើចដើហ្នឹងមានមួយជាន់ទៀតនិយាយទៅគឺមានគ្រប់ជាន់គ្រប់ចដើតែម្ដងខ្ញុំកត់សម្គាល់ឃើញក្បាច់តបកជូកនេះស្អាតមែនទែនបងប្អូនស្អាតបាទហើយតែថាមានកន្លែងណាមានចដើឡើងគឺដឹងតែមានហើយបាទដឹងតែមានហើយក្បាច់តបកជូកនេះឥឡូវយើងទៅមើលដំរីទាំងអស់គ្នាបងប្អូនបាទនៅតែនៅលើជាន់ទី1នៅឡើយទេបងប្អូនជាន់ទី1ណាបាទអានេះជាប្រាសាទបរិវារប្រាសាទឥដ្ឋដែលមានការជួសជុលបដាហ្នឹងហើយទៅមើលដំរីបាទដំរីនៅបាគង
ធំណាស់បងប្អូនអើយថ្មម្ដុំគឺធំមែនទែននេះដំរីណាចឹងដំរីគឺថាមានការបាត់បង់កតុយហើយនឹងប្រម៉ោយបាទចឹងស្តៀងនឹងដំរីនៅក្នុងกระดาษប្រាក់ដែរបងប្អូនកระดาษប្រាក់ប្រហែលទេខ្ញុំចាំមិនបានបាទមានបលាកមានអីចឹងទៅបាទហើយមើលទៅគឺមានលក្ខណៈចាប់ចង់មែនទែនសូម្បីតែកណ្ដឹងបាទនេះកណ្ដឹងដំរីបាទនេះកណ្ដឹងហ្នឹងបាទមានខ្សែនេះខ្សែតាកដំរីខ្សែសម្រាប់ដាក់អ្នកជិះបាទដាក់ឧបករណ៍ជិះដំរីណាបាទចឹងដំរីនេះអត់មានអីនៅពីលើទេមានការតុបតែងទៅដោយខ្សែសង្វាបាទហ្នឹងហើយមានការបាត់បង់ច្រើនបងប្អូនអើយបាទមានការបាក់បែកប៉ុន្តែនៅជារូបរាងដំរីនេះហើយជាដំរីនៅខាងប្រាសាទបាគងហើយខ្ញុំក៏សម្គាល់ឃើញមួយទៀតនៅប្រាសាទមេបនខាងកើតក៏មានដំរីដែរបងប្អូនតែប្រាសាទមេបនខាងកើតមានដែរប៉ុន្តែរចនាបថដំរីនៅទីនោះស្អកកឃើញដំរីនៅទីនោះហើយបើតាមមើលទៅមានខ្សែសង្វាមានការតុបតែងអីស្អាតស្តៀងគ្នាដែរតែភាពខុសគ្នាប្រហែលជាអាចមានភាពខុសគ្នាមួយចំនួនបើសិនជាយើងធ្វើការសង្កេតឲ្យបានហ្មត់ចត់អញ្ចឹងនៅជួនទី1នេះខ្ញុំធ្វើការដើរមកជុំសិនព្រោះហើយបានយើងឡើងពីច្រកខាងលើមកវិញច្រកខាងមុខនៃទីខាងកើតមកវិញនេះគឺជាច្រកខាងលិចបាទចាញ់ក៏បានចូលក៏បានច្រកខាងលិចចឹងយើងមាន2ច្រកមានខាងកើតហើយនឹងខាងលិចនេះបងប្អូនបាទផ្លូវចាញ់ទៅច្រកខាងលិចមាននេះអានេះក៏មានប្រាសាទឥដ្ឋដែរប្រាសាទបរិវារនេះកន្លែងគោបងប្អូនកន្លែងគោមិញគឺនៅខាងលិចនេះគឺមានសភាពស្រស់ស្អាតបានន័យថានៅយើងមើលទៅឃើញនៅសភាពល្អច្រើនជាងខាងកើតហើយនឹងខាងជើងហើយយើងមើលទៅយល់ថាជាសត្វគោបាទនៅខាងកើតខាងជើងគឺមើលមិនយល់ទេគឺថាបាត់បង់មានការបាក់បែកច្រើនអញ្ចឹងទៅមានការរើសថ្មនឹងយកមកផ្គុំឡើងវិញខ្ញុំក៏សម្គាល់មួយឃើញថាកន្លែងផ្ដែទ្វារបងប្អូនបាទផ្ដែទ្វាររបស់បរិវារប្រាសាទបងប្អូនមើលណាបាទឃើញទេបាទបរិវារប្រាសាទគឺជាប្រាសាទឥដ្ឋឃើញផ្ដែទ្វារគឺថាស្អាតមែនទែនបងប្អូនមើលចាស់បាទមានទេវតាយាមសងខាងបាទហើយកន្លែងផ្ដែទ្វារហ្នឹងគឺថារូបភាព 3D ផុសចេញមកតែម្ដងស្អាតខ្លាំងណាស់បងប្អូនស្អាតចឹងស្នាដៃមួយយើងថាគួរឲ្យសរសើរបាទថាមិនសរសើរមិនបានស្អាតខ្លាំងក្នុងនេះមានដើមស្វាយព្រៃមួយធំមែនទែនបាទនេះស្វាយព្រៃមើលទៅដូចស្វាយព្រៃហ្នឹងឯងមានម្លប់ទៅជើងទៅឆៃហើយប្រាសាទខាងនេះមួយទៀតគឺកំពុងតែដំណើរការជួសជុលបាទមានបងបាញ់ដែកហើយនឹងឈើច្រើនដើម្បីសុវត្ថិភាពបាទធ្វើការជួសជុលមួយគឺរាប់ឆ្នាំបងប្អូនមិនងាយស្រួលទេត្រូវការអ្នកបច្ចេកទេសមានការត្រួតពិនិត្យត្រឹមត្រូវបាទតាមបច្ចេកទេសបុរាណស្ថាននេះបងប្អូនដែលឃើញនៅខាងនោះមិញក៏មានដែរនៅខាងនេះឃើញតែមួយខាងទេបាទមួយខាងនេះគឺបាត់បង់បាទនឹងបាត់កណាគួរស្ដាយមែនទេនេះបាទរចនាបថបាគងនេះខ្ញុំមកដល់ជ្រុងខាងត្បូងហើយបងប្អូន
ត្បូងបាទខ្ញុំដើរឲ្យទៅដល់ខាងកើតវិញrồiដើរឡើងពីខាងកើតមកវិញដើម្បីឲ្យវាអត់ប្រច្រាស់ទិសថ្ងៃបងបាទហើយណាមួយយើងបានដើរមើលមកជុំផងនេះនៅជ្រុងខាងត្បូងនេះក៏មានប្រាសាទបរិវារហ្នឹងមិនមែនមួយទេបងប្អូនមាន2ទៅ3នោះនេះបាទប្រាសាទនេះមួយនេះគឺថាបាត់បង់ច្រើនបើសិនធ្វើការជួសជុលក៏បាក់ដែរបងប្អូនហើយការងារស្មុគស្មាញណាស់នេះមែនទេនេះអញ្ចឹងខាងនោះគឺមានការច្រើនមានការនៅច្រើនបាទនៅតួប្រាសាទច្រើនអញ្ចឹងពេលដែលធ្វើការជួសជុលទៅធ្វើទៅតាមតួប្រាសាទចាស់ចំណែកខាងនេះទៅតាមខ្ញុំគិតថាប្រហែលជាមិនមានការជួសជុលឲ្យកើតជាតួប្រាសាទឡើងវិញទេបាទគ្រាន់តែពង្រឹងឥដ្ឋហើយនឹងថ្មឡើងវិញគឺថានៅប៉ុណ្ណេះគឺអាចថានៅប៉ុណ្្នឹងឯងហ្នឹងហើយនេះក៏ជាដំរីដែរបងប្អូនហើយខណៈពេលនេះខ្ញុំនៅតែនៅលើជាន់ថ្នាក់ទី1នៅឡើយទេបងប្អូនអត់ទាន់ឡើងទៅដល់ទី2ទេតែមើលតែឡើងទៅដល់កំពូលខាងលើបងប្អូនស្រស់ស្អាតមែនទែនបាញ់កាមេរ៉ាមកក្រោមឃើញទេសភាពហើយនឹងនិយាយទៅមើលទៅគឺដូចប្លង់មេមើលពីលើបាទនេះបាទចឹងតដែលយាមទ្វារនៅខាងក្រោមនោះយាមច្រកចូលយាមចណ្ដើរនោះគឺតូចជាងខាងលើបងប្អូនខាងលើនេះគឺធំណាស់បាទធំមែនទែនតនឹងដំរីគឺថាដំរីធំជាងតែបន្តិចទេសឹងតែប្រហែលគ្នានេះច្រកខាងកើតឥឡូវដល់ច្រកខាងកើតវិញហើយយើងធ្វើការដើរឡើងទៅទាំងអស់គ្នាបាទដើរឡើងដល់លើបងប្អូនឥឡូវមកដល់ជាន់ទី4ហើយបាទជាន់ទី4នេះគឺថាមានចម្លាក់ដែរចម្លាក់ទោះបីជាមានការរលប់បាត់ស្ទើរតែទាំងស្រុងប៉ុន្តែនៅផ្នែកខ្លះបងប្អូនផ្នែកខ្លះនេះបាទចម្លាក់នេះគឺនៅប្រាសាទបាគងជាន់ទី4ហ្នឹងបងប្អូនជាន់ទី4អញ្ចឹងជិតដល់កំពូលហើយបាទនៅតែមួយជាន់ទៀតនេះនៅខាងលើនៅខាងលើអញ្ចឹងមិញខ្ញុំនៅជាន់ទី1ដោយសារជាន់ទី2ទី3ហ្នឹងស្តៀងគ្នាបងប្អូនអញ្ចឹងអត់បានធ្វើការថតទេហើយដើរឡើងទៅដើររៀងចោតផងក៏stop កាមេរ៉ាសិនមើលខាងនេះមុខដូចអសុរៈមុខដូចជាយក្សដូចជាអីអញ្ចឹងណាបងប្អូនបាទនេះក្នុងកាយវិការកាន់ដំបងឬក៏ដាវមើលទៅនេះហើយខាងនេះយក្សទូចយក្សធំនេះខាងនេះបងមើលទៅទូចនេះដូចជាមិនមែនយក្សទេតែមើលជាតួអង្គអីផ្សេងយើងអត់ដឹងបាទនៅក្នុងសាច់រឿងប្រមាណសាសនាហើយពេលដែលយើងមកដល់ជាន់ថ្នាក់ទី4នេះយើងឃើញអត់មានដំរីទេបងប្អូនគឺថាមានជាលក្ខណៈតួប៉មតូចនេះប្រភេទប៉មចេះបាទប្រភេទតួប៉មចេះគឺថានៅជុំវិញនឹងឯងគ្រប់ទិសទាំង4ទិសទាំង8ហើយច្រើនបាទតួប៉មនឹងច្រើនបងប្អូននៅសងខាងលិចខាងកើតជើងត្បូងជាតួប៉មទូចហើយនៅតួប៉មហ្នឹងក៏មានលក្ខណៈជាធ្វើខាងក្នុងដែរបាទមានទ្វារ4ដូចគ្នាទ្វារបញ្ឆោត3ទ្វារចូល1បាទហើយនេះទូចមើលទៅស្តៀងនឹងសំណង់នៅខាងក្រោម2មិញប៉ុន្តែគាត់ថានេះគឺជាលក្ខណៈ small version ជាទូចបាទមើលទៅទូចហេចឹងនេះសម័យតែសំណង់ទូចប៉មទូចចឹងក៏ធ្វើជាលក្ខណៈតំណាងកន្លែងចិន្តាជាន់តបកឈូនដែរដើម្បីអាទិទេពដើម្បីព្រះមហាក្សត្រឬក៏អ្នកមានឋានៈខ្ពង់ខ្ពស់ជាន់ដើរឡើងតាមចិន្តាទៅបងប្អូននេះឃើញទេបាទទាំងប៉មនេះទូចបាទទូចមែនតើ
យើងមើលទៅខុសពីតួប៉មនៅជាន់ទីទី1ទី2ទី3គឺអត់មានប៉មទេបាទមានជារូបចម្លាក់តហើយនឹងដំរីណាបងប្អូនមានតមានដំរីនេះឥឡូវជាន់ថ្នាក់ទី4ក៏មើលទៅឃើញទេសភាពមិនណយដែរបងប្អូនស្អាតខ្លាំងណាស់ស្អាតមែនទែនបាទឃើញចុះយើងមើលពីលើអាកាសទៅគឺឃើញមានព្រះវិហារពុទ្ធសាសនាមានភ្ញៀវខ្មែរច្រើនថ្ងៃនេះដោយសារតែថ្ងៃបុណ្យបាទថ្ងៃបុណ្យចម្រើនបច្ចុប្បន្នសម្ដេចបាទអញ្ចឹងទៅមានភ្ញៀវជាតិបាទភ្ញៀវខ្មែរយើងមកច្រើនមកដល់លេងជាលក្ខណៈក្រុមគ្រួសារបាទហ្នឹងហើយអញ្ចឹងតិចទៀតឡើងទៅលើបងប្អូនឡើងទៅលើទៅមើលក្បាច់ចម្លាក់ដែលនៅជាប់នឹងប៉មនៅជាប់នឹងផ្ដែជាប់នឹងជញ្ជាំងនឹងទ្វារខាងលើតោះឥឡូវយើងឡើងទៅលើទាំងអស់គ្នាតាស្អាតណាស់បងប្អូនទេសភាពនេះមើលចំទៅទិសខាងកើតតែម្ដងបាទទិសដែលថ្ងៃរះស្អាតមើលទៅដូចគំនូពេលយើងមើលពីលើចឹងมันឃើញបងប្អូនឃើញអាគារឆ្វេងស្ដាំបាទឆ្វេងស្ដាំឆ្វេងស្ដាំបាទមើលទៅគឺភ្លោះភ្លោះមកគូតែម្ដងហើយចំណែកខាងនោះមកគូអាគារឥដ្ឋនៅខាងនោះបាទហើយនៅខាងឆ្វេងនេះក៏មានដែរប៉ុន្តែបាក់បែកច្រើនជាងបាទបាក់បែកស្ទើរតែរៀបដល់ដីបាទអញ្ចឹងយើងមើលទៅមានលក្ខណៈស៊ីមេទ្រីគ្នាតោះឥឡូវឡើងទៅជាន់កំពូលបាទទៅជាជាន់ទី5ឬក៏ថ្នាក់ទី5បាទនៅលើនេះមានអប្សរាមានទេវតាមានអីស្អាតស្អាតណាស់បងនេះក្បាច់ចម្លាក់មានអីសីក្នុងអង្គុយក្នុងទម្រង់សមាធិបាទនេះហ្នឹងហើយអូមួយជាសម្ពុតរបស់ទេពធីតាអប្សរាស្អាតណាស់បងប្អូនអើយមើលទៅលក្ខណៈ detail តែម្ដងនេះបាទស្អាតណាស់នេះឡើងទៅហើយឡើងលេងមកជុំហើយវិញបាទបងប្អូននេះក្បាច់ស្លឹកចកបាទក្បាច់ស្លឹកចកមានប្រវត្តិយូរលង់ណាស់ហើយបាទតាំងពីមុនអង្គររហូតដល់សម័យអង្គរហើយក្រោយអង្គរទៀតក៏នៅតែមានដែរចម្លាក់ស្អាតណាស់បងប្អូនអើយស្អាតណាស់រចនាបថនេះបាទរចនាបថបកគោងបាទថ្មនោះក៏មានការបាត់បង់ហើយលើកយកមកបន្ទប់ឡើងវិញថ្មនេះគឺផ្គុំឡើងវិញបាទហ្នឹងហើយថ្មចាស់ថ្មថ្មីដែរចេញពីណាមកវិញមីងអ៊ំកដាលថ្ងៃនេះមកលេងសៀមរាបណាពួកគាត់មកពីកដាលខេត្តកដាលមកយ៉ាងចូលទៅស្វែងកុំមកផ្លេតទៅដើរមើលផងណាដើរមើលផងមកដល់ជាន់ខាងលើបាទទេសភាពស្អាតណាស់ស្អាតមែនទែនបានហើយ
Ôi giời, anh ông mà không có lời chuyện hắn nó cái nào thôi rồi này anh đẹp khoang này khoang mà tôi cho anh ho đó anh mình đang ho thì một ngày chuyện luôn như này nó làm nó lên tới phòng